របៀបធ្វើលទុនរលោងឆ្ងាញ់80ក្រាមម្សៅសណ្តែកបាយ35ក្រាមម្សៅអង្ករខ្សាយ20ក្រាមម្សៅឆា50ក្រាមទឹកខ្ទិះដូង2ក្រាមអំបិល775ក្រាមទឹកស្លឹកតើយលាយចូលគ្នាឲ្យសព្វដាក់លើភ្លើងកូរប្រហែលជា20ទៅ25វិនាទីឲ្យទាល់តែរលោងថ្លាចំណែកទឹកគោះលោតដាក់នោះខ្ញុំដាក់ទឹកកកជាមុនទុកឲ្យត្រជាក់ចាំចាក់លោតទៅក្នុងពុម្ពសង្កត់តតែអស់ក្រោយពីសង្កត់អស់ហើយទុកលោតនឹងត្រាំទឹកកកនឹងប្រហែលជា3នាទីចាំកូរលាងទឹកចំនួន2ដងចាក់ដាក់កញ្ច្រែងដើម្បីយកទឹកចេញសម្រស់ទុនរលោងល្អថ្លាចំណែកទឹកស្ករខ្ញុំប្រើស្ករត្នោត250ក្រាមស្ករត្នោត250ក្រាមទឹក10ក្រាមខ្ញី10ក្រាមស្លឹកតើយ2ក្រាមអំបិលម្ងាស់ទុកឲ្យឈ្ងុយចាំលើកចេញទុកឲ្យត្រជាក់ចាំយកមកដាក់ជាមួយលោតនេះជាខ្ទិះដូងខ្ញុំអត់បានលាយជាមួយអីទេខ្ញុំគ្រាន់តែដាក់ចោះពីកំប៉ុងមកដាក់លើភ្លើងទុកឲ្យមកពុះសិនហើយទុកឲ្យត្រជាក់ទើបខ្ញុំយកមកលាយទុនថ្លារលោងល្អនាងខ្ញុំសូមអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំ